កំថាឡើយស្នេហាសូម្បីតែឡានក៏មានខ្លះស្ដែកជាក់ស្ដែងដូចជា BYD យ៉ាងវ៉ាង U8L បំពាក់មកជាមួយកៅអី VIP ជារថយន្តខ្លះលំដាប់អភិជនដែលមានតម្លៃខ្ទង់$200,000នាពេលបច្ចុប្បន្នរថយន្តចិនត្រូវបានគេចាត់ទុកថាជារថយន្តមួយដែលមានតម្លៃសមរម្យប៉ុន្តែបំពាក់មកជាមួយ option ទំនើបប៉ុន្តែទោះបីជាយ៉ាងណារថយន្តចិនក៏មានប្រភេទ flagship រចនាម៉ូដទំនើបប្រណិតអំណាចហើយតម្លៃក៏មិនចាស់រថយន្តអឺរ៉ុបនោះទេជាក់ស្ដែងដូចជា BYD យ៉ាងវ៉ាង U8L បំពាក់មកជាមួយកៅអី VIP ជារថយន្តលំដាប់អភិជនដែលមានតម្លៃប្រមាណ$215,000ក្រៅពីដឹងអំពីតម្លៃរបស់រថយន្តនេះហើយបងប្អូនប្រហែលជាគិតថាឡានចិនសមមិនគិតថ្លៃយ៉ាងនេះអញ្ចឹងកុំឲ្យខាតពេក admin នឹងលើកយកចំណុចពិសេសរបស់រថយន្តនេះមកបង្ហាញជូនតែម្ដងទៅចាប់ផ្ដើមដំបូងពី performance របស់ BYD យ៉ាងវ៉ាង U8L 4កៅអីនេះគឺបំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 2.0 លីត្រ turbo ទំហំ4ស៊ីឡាំងដំណើរការរួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន4អាចផលិតកម្លាំងបានរហូតដល់1200សេសនិងអាចចរស្ទុះពី0ដល់100គីឡូម៉ែត្រក្នុង1ម៉ោងប្រើពេលប្រហែល 3.5 វិនាទីជាមួយគ្នានេះម៉ូទ័រអគ្គិសនីចំនួន4របស់រថយន្តនេះគឺដំណើរការដោយឯករាជ្យមានសមត្ថភាពបង្វិលខ្លួន360ដឺក្រេបានថែមទៀតផងស្ថិតក្នុងនាមជារថយន្តប្រើសាំងលាយអគ្គិសនី E-OIV រថយន្តនេះបានបំពាក់មកជាមួយអាគុយទំហំរហូតដល់ 56.58 គីឡូវ៉ាត់ម៉ោងប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ230គីឡូម៉ែត្រគិតតាមស្តង់ដារវាស់ចម្ងាយ CLTC តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយរហូតដល់1205គីឡូម៉ែត្របន្ថែមពីនេះសម្រាប់ការបើកបរកាន់តែរលូនដោយសារតែរថយន្តនេះបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងតួរថយន្ត DSUSP ផ្ដល់ជូននូវផាសុកភាពក្នុងការធ្វើដំណើរតម្លៃខ្ទង់$200,000បាននិយាយពី option វិញគឺមានគ្រប់តែម្ដងដែលក្នុងនោះទ្វារទាំង4របស់រថយន្តនេះជាប្រភេទបិទបើកអូតូមានមុខងារទ្វារបើនិងភ្ជាប់មកជាមួយឈ្នាន់អូតូជាស្រេចកញ្ចក់រថយន្តនេះជាប្រភេទកញ្ចក់2ជាន់ជួយទប់សំឡេងរំខានបានយ៉ាងល្អអ្វីកាន់តែពិសេសកញ្ចក់ទ្វារអ្នករួមដំណើរនៅផ្នែកខាងក្រោយអាចកំណត់កម្រិតពន្លឺបានងាយស្រួលក្នុងការរក្សាឯកជនភាពនៅផ្នែកខាងក្នុងបានរចនាជាមួយប្លង់កៅអីចំនួន4ជាពិសេសបែប 2+2 ដែលកៅអីខាងក្នុងបានបំពាក់មកជាមួយស្បែក Napa ប្រភេទ Semi Aniline ភ្ជាប់មកជាមួយធ្នេដេរគ្រាប់ពេជ្រកៅអីជួរទី2អាចតម្រេតបានរហូតដល់150ដឺក្រេមានទម្រជើងនិងមានមុខងារ Massage 18ចំណុចភ្ជាប់មកជាមួយមុខងារប្រព័ន្ធខ្យល់ក្តៅខ្យល់ត្រជាក់ជាស្រេចនៅលើពីដានផ្នែកខាងក្រោយបានបំពាក់មកជាមួយអេក្រង់កំសាន្តអាចបញ្ជាបទចុះបានទំហំ 21.4 អ៊ីងនិងអេក្រង់បញ្ជា Touch Screen ទំហំ 7 អ៊ីងនៅត្រង់កន្លែងកលដៃនៅផ្នែកខាងក្រោយបន្ថែមមកជាមួយកន្លែងសាកថ្មទូរស័ព្ទឥតប្រើខ្សែចំនួន2ទំហំ50វ៉ាត់សម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយជាមួយគ្នានេះនៅផ្នែកខាងក្រោយដដែលនេះក៏បានបំពាក់មកជាមួយទូទឹកកកឆ្លាត3ដែលមានមុខងារកម្ដៅនិងមុខងារត្រជាក់និងបន្ថែមមកជាមួយកន្លែងដាក់កែវទឹកកន្លែងដាក់ភេសជ្ជៈនិងកន្លែងដាក់សម្ភារៈជាច្រើនទៀតរួមទាំងតុអាចបត់បានផ្ដល់មកនូវភាពងាយស្រួលក្នុងការបំពេញការងារចំពោះកម្រិតសំឡេងវិញញាក់ស្ដាច់តែម្ដង BYD យ៉ាងវ៉ាង U8L បានបំពាក់មកជាមួយឧបករណ៍បំពងសំឡេងរហូតដល់32គ្រាប់និងលេខបន្ថែមជាមួយភ្លើងលម្អ Ambient Light បំពាក់ជាច្រើនកន្លែងនៅផ្នែកខាងក្នុងនៃរថយន្តទាំងមូលងាកទៅមើលផ្នែកខាងមុខបានបំពាក់មកជាមួយអេក្រង់កំសាន្ត OLED កោងនៅចំកណ្ដាលទំហំធំហើយក៏បានបន្ថែមមកជាមួយអេក្រង់កំសាន្តសម្រាប់អ្នករួមដំណើរនៅផ្នែកខាងមុខផងដែរអ្វីដែលកាន់តែពិសេសគឺការកំណត់បញ្ជាផ្សេងគឺធ្វើឡើងតាមរយៈការ Touch Screen នៅលើអេក្រង់ងាកទៅមើលដំបូលរបស់រថយន្តនេះគឺជាប្រភេទដំបូលកញ្ចក់ Panoramic អាចបើកបានចូលមកដល់ឃ្លុបខាងក្រោយក៏បានផ្ដល់មកជាមួយ space សម្រាប់ដាក់អីវ៉ាន់យ៉ាងធំទូលាយនិងចូលមកជាមួយរុនបំលែងថាមពលអគ្គិសនីយកទៅប្រើប្រាស់និងមានរីដូជួយទប់ក្លិននៅផ្នែកខាងក្រោយកុំឲ្យភាយចូលមកខាងក្នុងផងដែរអ្វីដែលគួរចាប់អារម្មណ៍គឺទ្វារឃ្លុបខាងក្រោយអាចបើកបានពីរតង់ផ្ដល់នូវភាពងាយស្រួលក្នុងការដាក់អីវ៉ាន់ក៏ដូចជាការអង្គុយឈឺពេលធ្វើដំណើរកម្សាន្តក្រៅពីមានសមត្ថភាពខ្លាំងទំនើបហើយ BYD យ៉ាងវ៉ាង U8L ក៏បានបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរ God Eye ADAS ដំណើរការដោយឧបករណ៍ LiDAR ដាច់ដោយឡែកចំនួន3 radar រលកមីលីម៉ែត្រចំនួន5កាមេរ៉ាអុបទិកនិងប្រព័ន្ធ sensor គាំទ្រដល់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត L3 យ៉ាងណាមិញនេះគ្រាន់តែជាចំណុចពិសេសខ្លះៗរបស់រថយន្ត BYD យ៉ាងវ៉ាង U8L បំពាក់មកជាមួយកៅអី VIP ដែលមានតម្លៃខ្ទង់$200,000បន្ថែមពីនេះនៅមានចំណុចពិសេសជាច្រើនទៀតជាហេតុធ្វើឲ្យរថយន្តនេះអាចដាក់លក់បានក្នុងតម្លៃថ្លៃបែបនេះសម្រាប់បងប្អូនក្រោយពីទស្សនាវីដេអូនេះហើយយល់ឃើញយ៉ាងណាដែរចំពោះរថយន្តមួយនេះអាចធ្វើការបញ្ចេញមតិនៅក្នុងវីដេអូនេះបានជាចុងក្រោយគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត